ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានជួបគ្នាសាជាថ្មីម្ដងទៀតនិយាយអំពីការធាក់សដែលការធាក់សទាំងអស់ហ្នឹងសុទ្ធតែបញ្ជាក់អំពីស្ថានភាពនៃអាការៈជំងឺរបស់បងប្អូនទាំងអស់គ្នាដូច្នេះដែរចំពោះការធាក់សដែលមានបញ្ហាកដុំឬមួយក៏ដូចជាកតិកតាសនៅលើតំបន់ទ្រាមាសហើយមានលក្ខណៈរមាស់ករណីនេះគឺបញ្ជាក់ថាបងប្អូនទាំងអស់គ្នាគឺកំពុងតែមានបញ្ហាមេរោគផ្សិតហើយចំពោះករណីដែលបងប្អូនធាក់សមានពណ៌លឿងចាស់បែកបៃតងគឺជាអាការៈដែលបញ្ជាក់ថាបងប្អូនកំពុងតែមានបញ្ហាឆ្លងមេរោគកាមរោគហើយចំពោះការធាក់សដែលមានពណ៌ប្រផេះបញ្ជាក់ថាបងប្អូនទាំងអស់គ្នាគឺកំពុងតែមានការឆ្លងនៅបាក់តេរីចំពោះការធាក់សដែលមានពណ៌ផ្កាឈូកគឺបញ្ជាក់ថាយើងមានបញ្ហារលាកនៅត្រង់តំបន់បាក់ស្បូនហើយចំពោះការធាក់សដែលមានពណ៌ក្រហមឬមួយក៏លាយឈាមគឺជាបញ្ហាដែលបងប្អូនមានបញ្ហារលាកនៅត្រង់តំបន់ទ្រាមាសដូច្នេះដែរបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែមានបញ្ហាឬមួយក៏អាការៈដូចជាអ្វីដែលនាងខ្ញុំបានរៀបរាប់ខាងលើនេះសូមបងប្អូនទៅពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញឬមួយក៏វេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់អំពីអាការៈនៃជំងឺរបស់បងប្អូនទាំងអស់គ្នាឬមួយក៏បងប្អូនទាំងអស់គ្នាអាចធ្វើការសាកសួរឬមួយក៏ពិភាក្សាយោបល់ជាមួយនឹងនាងខ្ញុំផ្ទាល់ដើម្បីដោះស្រាយនៅបញ្ហាទាំងអស់នេះចា៎ជាចុងក្រោយនេះនាងខ្ញុំសូមអរគុណ